เนี่ยได้มีបំណងចង់ទៅលេងសហរដ្ឋអាមេរិកវីសាឥឡូវនេះគឺតម្កល់ច្បាស់ហើយគឺ$10000អាហ្នឹងសម្រាប់មនុស្សធំណាហើយបើសម្រាប់ក្មេងក្រោមអាយុ18ឆ្នាំតម្កល់លុយតែ5000ទេពេលគេសួរថាតម្កល់លុយនឹងមិនព្រោះអីទូតគេមានឯកសារសម្រាប់ឲ្យយើងតម្កល់លុយហើយអញ្ចឹងយើងគ្រាន់តែមាន form នឹងហើយយើងមាន scan debit card ហ្នឹងយើងតម្កល់លុយអូតូម៉ាទិកហ្មងហើយនៅពេលគេសួរថាលុយហ្នឹងបានមកវិញនៅពេលណានៅពេលដែលយើងត្រឡប់មកប្រទេសខ្មែរវិញរយៈពេល2សប្តាហ៍លុយនឹងអូតូម៉ាទិកចូលក្នុងកុងធនាគារយើងវិញហើយនេះគឺជាច្បាប់មួយសម្រាប់អ្នកណាដែលមានបំណងឧទាហរណ៍ថាគាត់ចង់រត់គេចឬក៏ស្អីចឹងគឺអាលុយហ្នឹងគេកាត់យកហើយច្បាប់នេះគេធ្វើចងយើងហ្មងបើសិនជាយើងអត់មកវិញឬមានបំណងរត់គេចអីលុយហ្នឹងគឺគេកាត់ direct អូតូហើយព្រោះអីគេមានលេខកុងធនាគារយើងហើយគ្រប់យ៉ាងតម្កល់ហើយដូចជាប្រទេសចិនដែរសម្រាប់មនុស្សស្រីដែលអាយុ18ឆ្នាំដល់35ឆ្នាំឬក៏32ឆ្នាំពួកគាត់ត្រូវតម្កល់លុយ$20000ដូចគ្នាអញ្ចឹងនៅពេលដែលមនុស្សស្រីដើរទៅប្រទេសចិនបើសិនអត់មានលុយតម្កល់គឺអត់ឲ្យទៅទេបើសិនជាមនុស្សប្រុសទៅលេងប្រទេសចិនគឺអូតូម៉ាទិកគឺឲ្យទៅសុំវីសាតម្លៃ50-60ធម្មតាបើមនុស្សស្រីគឺត្រូវតែតម្កល់លុយឥឡូវនេះសហរដ្ឋអាមេរិកក៏ត្រូវការឲ្យតម្កល់លុយដែរតែគេនិយាយថា$15000ហ្នឹងគឺអត់ទេជាក់ស្ដែងគឺតែ10000ទេដែលទូតតម្រូវឲ្យហ្នឹងគឺគ្នាខ្ញុំគឺទៅហើយគឺដើមខែ7នេះគឺគាត់ទៅហើយខ្ញុំសូមបើកវងកញ្ចក់បញ្ជាក់បន្តិចមានលុយតម្កល់$10000ក៏មិនប្រកាសថាបានទៅទេណាគឺត្រូវតែសម្ភាសសុំវីសាសិននៅពេលដែលឯកសារគ្រប់គ្រាន់សម្ភាសហើយគឺអាចជាប់ភាគរយប៉ុន្តែបើសិនជាយើងឯកសារអត់សូវគ្រប់ការប្រតិបត្តិការអាការចេញចូលលុយធនាគារហើយមួយទៀតអាការដើរហើររបស់យើងរបៀបដូចទៅប្រទេសផ្សេងដើរលេងច្រើនអាហ្នឹង credit ប្រទេសផ្សេងដែលយើងសំដើរលេងហ្នឹងណាបើយើងអត់សូវមានអាហ្នឹងក៏ភាគរយតិចដែរហើយមួយទៀតនៅពេលដែលយើងទៅមានគោលដៅច្បាស់លាស់ទៅលេងអ្នកណាទៅលេងដេកអូតែលណាអីច្បាស់មួយអាហ្នឹងដឹងតែភាគរយជាប់ច្រើនប៉ុន្តែបើបងប្អូនមានលុយតម្កល់ហើយមិនប្រកាសថាជាប់100%ទេអានេះខ្ញុំគ្រាន់បញ្ជាក់អញ្ចឹងណាអញ្ចឹង$10000នេះគឺគ្រាន់តែជាតម្កល់លុយនៅក្នុងកុងធនាគារណាលុយហ្នឹងគឺអត់អាចដកចាយពេលដែលយើងដើរលេងសហរដ្ឋអាមេរិកគឺអត់បានទេលុយយើងតម្កល់ផ្សេងលុយយើងដើរលេងផ្សឹងអញ្ចឹងយើងត្រូវតែមានលុយយ៉ាងតិចក្នុងខ្លួនបើយើងទៅមានមិត្តភ័ក្តិបងប្អូននៅនោះខ្ញុំគិតថាអស់រៀងតិចទេបើយើងទៅរៀងយូរយើងទៅរត់ផ្សេងអីចឹងអាហ្នឹងយើងអស់ច្រើនបូកទៅតាមហ្នឹងហើយអ្នកណាដែលធ្លាប់ទៅគឺដឹងហើយប៉ុន្តែបើសិនជាអ្នកណាដែលចង់ស្រួលខ្ញុំគិតថាដើរទៅតាមធัวក៏រៀងល្អមួយយ៉ាងដែរប៉ុន្តែយើងវាបានទៅតែកន្លែងណាដែលយើងវាពេលខ្លះយើងអត់ទាន់ចង់ទៅកន្លែងហ្នឹងណាអញ្ចឹងគេនាំធัวគេនាំទៅតែកន្លែងសំខាន់អីចឹងទេបើយើងទៅខ្លួនឯងយើងអាចទៅកន្លែងផ្សេងសបាយជាងនឹងឬក៏មិនអីហើយយើងគេហៅថា freedom យើងចង់ដេកតើឈរអង្គុយអីស្រេចយើងអញ្ចឹងបងប្អូនណាដែលមានចំណារអារម្មណ៍ថាចង់ទៅលេងអីហ្នឹងយើងគិតគូរឲ្យហើយទៅតម្កល់លុយ$10000អូខេអរគុណច្រើនបាយ